ពីបន្លែថ្នាំតម្លៃថោកជីគឺជាបន្លែដែលងាយដាំដុះឬអាចដុះដោយឯកឯងពីជាធម្មជាតិទៀតផងប៉ុន្តែស្ទើរមិនគួរឲ្យជឿសោះថាបន្លែសម្បូរហូរហៀរនេះបែរជាមានទៅដោយសារធាតុអាហារមានប្រយោជន៍ជាច្រើនលើសពីនេះវាជាឱសថសម្រាប់ព្យាបាលជំងឺជាច្រើនមុខទៀតផងថ្មីមានច្រើនប្រភេទណាស់ដូចជាថ្មីដូងថ្មីចិនថ្មីថ្មថ្មីអាចមាន់និងថ្មីបន្លាជាដើមថ្មីគ្រប់ប្រភេទអាចបរិភោគបានសូម្បីតែផ្ទីបន្លាដែលមានបន្លានៅតាមដើមពាសពេញក៏គេអាចបរិភោគត្រួយខ្ចីវាដែលបន្លាមិនទាន់ដុះរឹងបានដែរនៅក្នុងការចិញ្ចឹមជ្រូកនៅតាមជនបទថ្មីក៏ជាអាហារសំខាន់មួយរបស់រូបដែរតាមរយៈការសិក្សាស្រាវជ្រាវអំពីប្រយោជន៍ផ្នែកអាហាររបស់ថ្មីគេបានរកឃើញថាថ្មីមានអាស៊ីតអាមីណូច្រើនណាស់ក្រៅពីនេះថ្មីក៏មានគុណសម្បត្តិដូចគ្នានឹងបន្លែស្លឹកបៃតងទូទៅដែរគឺសម្បូរទៅវីតាមីននិងធាតុរ៉ែដោយមានចំពោះរាងកាយថ្មីក៏ត្រូវបានគេនាំយកទៅធ្វើអាហារផ្សេងដោយខែរ៉ូទីនប្រយោជន៍ដើម្បីព្យាបាលជំងឺខ្វះជីវជាតិអាហារដែរអ្នកស្រុកមានជំនឿថាការទទួលទានថ្មីជួយឲ្យស្ត្រីឆ្លងទន្លេរួចសម្បូរទឹកដោះដូច្នេះហើយបានជាគេចូលចិត្តយកថ្មីទៅស្ងោរលាយសាច់ជ្រូកឲ្យស្ត្រីកូនខ្ចីទទួលទានថ្មីបើអ្នកឯកទេសលេនិយាយថាការទទួលទានថ្មីច្រើនអាចបណ្ដាលឲ្យកើតគ្រោះក្នុងតម្រងនោមឬផ្លោកនោមដោយសារតែវាមានកាល់ស្យូមអុកសាឡេតច្រើនតែយើងក៏មិនអាចខ្វះប្រូតេអ៊ីនបានដែរដូច្នេះមិនបាច់ខ្លាចកើតជំងឺគ្រាប់គ្រោះអ្វីទេព្រោះគេមិនទាន់ពិសោធន៍រកមូលហេតុពិតប្រាកដរបស់វាឃើញនៅឡើយទេថ្មីជាឱសថប្រយោជន៍ផ្នែកឱសថរបស់ថ្មីគឺគេច្រើននាបថ្មីបន្លាទៅធ្វើថ្នាំជាងថ្មីដទៃទៀតប្រសិទ្ធភាពសំខាន់របស់ថ្មីគឺអាចព្យាបាលការរលាកព្យាបាលរបួសព្យាបាលចាំងថ្ងៃមានពងទឹកនិងប្រើធ្វើថ្នាំបញ្ចុះទឹកមូតនិងបណ្ដេញឈាមរដូវភាគច្រើនគេប្រើឫសរបស់វាដោយគ្រូពេទ្យជាបុរាណដែលនិយមទៅគ្រឹះវាយកមកហាលថ្ងៃឲ្យស្ងួតទុកប្រើការនៅពេលណាចាំបាច់ក្បួនតម្រាឱសថបុរាណដែលគេនិយមប្រើគឺគ្រឹះថ្មីបន្លាមកលាងទឹកឲ្យស្អាតបុកបិទលើបោសដើម្បីឲ្យវាឆាប់ធ្លាយចេញខ្វះឬយកវាទៅដុសលាយជាមួយទឹកកំបោរក៏បិទបួសបានដែរឬថ្មីបន្លាក៏គេអាចប្រើព្យាបាលអាការឈឺនិងរលាកបំពង់ក៏ដោយយកគ្រឹះស្រស់ស្ងោរទឹកផឹកឬថ្មីក៏មានគុណសម្បត្តិជួយបណ្ដេញឈាមរដូវជួយឲ្យឈាមរដូវដើរទៀងទាត់ជាធម្មតាកាលពីសម័យមុនស្ត្រីដែលមានបញ្ហារាំងរដូវគេមិនចាំបាច់ចំណាយប្រាក់ទិញថ្នាំពេទ្យទេដោយគ្រាន់តែយកឫសផ្ទឹមស្ងោរផឹកប៉ុណ្ណោះក្រៅពីនេះគេកម្ចីទៅស្ងោរលាយអំបិលសម្រាប់លាងចាំងថ្ងៃរមាស់ដែលច្រើនកើតរដូវក្តៅទៀតផងឯស្លឹកស្រស់របស់វាគេអាចយកទៅបុកលាយជាមួយទឹកឃ្មុំសម្រាប់បិទលើដំបៅមានខ្លះឬដំបៅរ៉ាំរ៉ៃយូរដោយបដូរថ្នាំក្នុងមួយថ្ងៃ2ដងថ្មីអាហារបង្ការរោគមហារីកថ្មីបន្ទាឬ Amaranth មានឈ្មោះផ្នែករុក្ខសាស្ត្រថា Amaranthus liudus-ling ជារុក្ខជាតិស្ថិតក្នុងក្រុម Amarantaceae ថ្មីជារុក្ខជាតិប្រភេទទិនជាតិដើមទៀបដែលបែកមែកតូចជាច្រើនអ្នកស្រុកបុរាណមិចស៊ិកកូឈ្មោះ Aztec បានស្គាល់និងបរិភោគថ្មីនេះតាំងពីជាង 2000 ឆ្នាំមកហើយប៉ុន្តែពួកគេបរិភោគគ្រាប់ចំណែកជនជាតិខ្មែរយើងចូលចិត្តស្លឹកដែលសម្បូរទៅដោយវីតាមីនអាស៊ីតអាមីណូនិងសារធាតុសំខាន់ជាច្រើនចំពោះគុណប្រយោជន៍ផ្នែកអាហារនោះត្រូវបានគេចាត់ទុកថាសម្បូរដោយសារធាតុអាហារសំខាន់មានបរិមាណខ្ពស់បំផុតដូចជាវីតាមីន120មីលីក្រាមផូស្វ័រ៉ាស75មីលីក្រាមនិងកាល់ស្យូម341មីលីក្រាមក្នុងបរិមាណបន្លែស្រូប100ក្រាមប៉ុណ្ណោះរួមទាំងមានសារធាតុត្រីទៀតដូចជាប្រូតេអ៊ីនវីតាមីន B1 B2 ធាតុដែកនិងកាកសរសៃដែលជួយទប់ស្កាត់សារធាតុដែលបង្កឲ្យមានជំងឺមហារីកបានជាពិសេសមានសារធាតុបេតាខារ៉ូទីនដែលជាសារធាតុសម្លាប់បិសាចមហារីកក្នុងបរិមាណខ្ពស់រហូតដល់575មីលីក្រាមគុណប្រយោជន៍ផ្នែកឱសថរបស់ថ្មីគឺស្លឹកស្រស់យកមកបុកបិទព្យាបាលរបួសដំបៅខ្លះដើមអាចយកមកបរិភោគបំបត្តិអាការចុកឆ្អល់ពោះណែនដើមទ្រូងព្រមទាំងបំបត្តិអាការក្អកធ្លាក់ឈាមនិងជួយឲ្យបត់ជើងតូចនោមក្របីទៀតផង